នោះដល់ប្រភេទដែលមានទេវតាជួយគ្រប់គ្រងគ្រប់ពេលវេលាសម័យថ្ងៃមួយព្រះឥន្ទ្រាធិរាជបានស្ដេចយាងពីវិមានមកកំសាន្តនៅឧទ្យានហើយក៏លើកព្រះហត្ថនមស្ការទៅកាន់ទិសទាំង10ពេលនោះមេតលីទេវបុត្រក៏មានបន្ទូលសួរថាព្រះអង្គធ្វើនមស្ការទៅកាន់ទិសទាំង10នោះដោយសារហេតុអ្វីពេលនោះព្រះឥន្ទក៏ពោលទៅកាន់មេតលីថាទ្រង់នមស្ការទៅកាន់មនុស្ស10ជំពូកគឺ1ជនដែលមានសទ្ធាធ្វើបន់ដាក់បាតថ្វាយបច្ច័យ4ដល់អ្នកកាន់សិលនិងអ្នកមានធម៌អា2ជនដែលរក្សាសុចរិតទាំង3គឺកាយសុចរិតវិច័យសុចរិតនិងចិត្តសុចរិត3ជនដែលគោរពមាតា4ជនដែលគោរពបិតា5ជនដែលតម្កល់រតនត្រ័យទាំង3គឺព្រះពុទ្ធពធព្រះសង្ឃជាទីគោរពបូជា6ជនដែលរក្សាសិល5និងសិល8បានខ្ជាប់ខ្ជួន7ជនដែលបានធ្វើបុណ្យកុសលហើយឧទ្ទិសដល់ទេវតានិងប្រេតទាំងឡាយបាទត្រង់ចំណុចនេះគឺអ្នកខ្លះឧទ្ទិសតាមតែឲ្យតែដូនតាអញ្ចឹងទៅបាទកុំភ្លេចឧទ្ទិសឲ្យទេវតានិងប្រេតផង8ជនដែលគោរពដល់គ្រូឧបជាយាចារ្យនិងចាស់ទុំដែលមានសិលធម៌9ជនដែលមានក្តីអនុគ្រោះដល់ប្រពន្ធកូននិងញាតិសន្តានដោយក្តីមេត្តាករុណា10នោះស្ត្រីដែលគោរពស្វាមីគ្រប់ទិដ្ឋិវារាត្រីមិនប្រមាថបុគ្គលទាំង10ពួកនេះគឺជាមនុស្សដ៏មានគុណដែលបានចែកចាយសេចក្តីសុខក្តីចម្រើនដល់ខ្លួនឯងផងនិងអ្នកដទៃផងដូច្នេះហើយទើបយើងគោរពនមស្ការដល់បុគ្គលទាំងនោះព្រះមេត្តាលីកាលណាលើព្រះឥន្ទ្រាធិរាជពោលនេះហើយក៏ពោលបន្តថាព្រះអង្គជាធំជាងគេលើទេវតាទាំងពួងព្រះអង្គគោរពបុគ្គលជំពូកណាទូលបង្គំក៏គោរពបុគ្គលជំពូកនោះដែរចំណែកក្រោយមកទេវតាទាំងឡាយក៏នាំគ្នាឲ្យពរឲ្យជ័យដល់បុគ្គលទាំង10ពួកនោះរហូតដល់សព្វថ្ងៃនេះបាទអញ្ចឹងចង់ឲ្យមានទេវតាថែរក្សាខ្លួនត្រូវគោរពឲ្យបានច្រើនមកក្នុងចំណុចទាំង10នេះ